trading អត់អាចជួយឲ្យយើងខ្លាចជាអ្នកមានឬក៏មហាសេដ្ឋីបានទេអញ្ចឹងអានេះវាជាវីដេអូមួយសម្រាប់អ្នកដែលគាត់ទៅតែយល់ឬក៏គាត់អ្នកទៅតែចង់ចាប់ផ្ដើមដែរអឺ trading អត់អាចជួយយើងឲ្យខ្លាចជាសេដ្ឋីបានទេឬក៏ខ្លាចជាអ្នកមានបានទេបើយើងមិនមែនជាអ្នកមានស្រាប់ខ្ញុំនិយាយឲ្យស្រួលស្ដាប់អញ្ចឹងហ្មងអញ្ចឹងខ្ញុំចង់ឲ្យគ្នាយើងដកអាការគិតដូចជាអីដែលគេ self trimming ឲ្យយើងឬក៏ឲ្យយើងសម័យថាអូនៅពេលដែលយើងចាប់ដើមធ្វើវាទៅអូខេអ្នកខ្លះគេធ្លាប់ធ្វើបានចេញពី100ឡើងដល់1000ឡើងពី1000ឡើង10000 10000ឡើង100000 100000បែរទៅឡើងបាន1លានឬក៏10លានទៅអញ្ចឹងខ្លាចជាសេដ្ឋីស៊ីអញ្ចឹងវាស្ដាប់ទៅវាសោនវានិយាយទៅវាអាចថាវាដូចគណិតអញ្ចឹងវាគ្រាន់តែ scale up level ពីមួយតង់ទៅមួយតង់ប៉ុន្តែ reality ភាពជាក់ស្ដែងនៅក្នុងវិស័យនេះវាអត់អាចធ្វើអញ្ចឹងបានទេបើយើងគិតពី logical មានហេតុមានផលសមហេតុសមផលមានអំណាចមាន proof សួរថាតើមានអ្នកដែលធ្វើអញ្ចឹងបានប៉ុន្មានអ្នកហើយឬក៏ probability ដែលអាចធ្វើទៅរួចវាប្រៀបដូចជា business model មួយហ្នឹងតើធ្វើបានកើតអត់អាហ្នឹងខ្ញុំនិយាយជ្រុងដែលខ្ញុំកំពុងធ្វើជាមួយនឹងវិស័យហ្នឹងស្រាប់ដូចខ្ញុំបញ្ជាក់ trading អត់អាចជួយយើងខ្លាចជាអ្នកមានទេប៉ុន្តែអាចជួយយើងឲ្យមានជីវភាពប្រសើរបានស្ដាប់ខុសគ្នារវាងអ្នកមានជាមួយនឹងអ្នកដែលមានជីវភាពប្រសើរគឺខុសគ្នាប៉ុន្តែបើសិនជាយើងចង់បានជីវភាពប្រសើរដោយផ្អែកទៅលើ trading មួយមុខគត់វានៅតែមានភាពច្រឡែងជាឬក៏ពិបាកខ្លាំងហើយវាទាមទារឲ្យយើងមានជំនាញនឹងច្បាស់លាស់ក្នុងការធ្វើវាបើយើងអាច make វាបានវាអត់អាចគ្រាន់តែថាយើងរៀន 3-4 ខែទិញ course 3-4 ខែរៀនជាមួយនឹង mentor 3-4 ខែ6ខែទៅ1ឆ្នាំហើយយើងវាយឡើងខ្លាចជាអ្នកមានទេអត់អាចធ្វើអញ្ចឹងបានទេហើយគ្នាយើងកុំថាអូអ្នកបុគ្គលមួយនេះឬក៏ម្នាក់នេះគាត់ធ្លាប់វាយចេញពី10000ធ្លាប់វាយចេញពី$100ឡើង10000ឡើង100000ឬក៏ឡើងដល់$1លានហើយយើង mention ឈ្មោះគាត់ឥឡូវខ្ញុំសួរតើ behind the story យើងដឹងអស់នៅយើងដឹងថាតើគេធ្វើអញ្ចឹងបានប្រហែលដងហើយគេធ្វើអញ្ចឹងបានរហូតអត់ហើយមួយទៀតនៅពេលដែលគាត់វាយឡើងពីអាលុយតូចទៅលុយធំហ្នឹងគាត់ធ្វើអីទៀតគាត់ជប់លេងតែប៉ុណ្ណឹងឬក៏គាត់បន្តវាយមួយអាលុយធំហ្នឹងហើយប្រកាសអត់ថាគាត់ឡើងទៅមួយតង់ទៀតឬក៏ grow capital របស់គាត់គុណនឹង10គុណនឹង100ជាមួយនឹង capital ធៀបជាមួយនឹងការ grow ចេញពីលុយតូចស៊ីអញ្ចឹងអានេះខ្ញុំចង់ឲ្យគ្នាយើងគិតឬក៏វិភាគ reflect ឲ្យជ្រៅបន្តិចទៅយើងយល់trading មិនជាកន្លែងដែលថា printing money គុណលុយគុណ10គុណ20គុណ100ហើយខ្លាយជាសេដ្ឋីខ្លាយជាអ្នកមានទេយើងអត់អាចយកនេះទៅជាអ្នកមានទេប៉ុន្តែខ្ញុំបញ្ជាក់យើងអាចមានជីវភាពប្រសើរបើសិនជាយើងធ្វើវាត្រូវនិយាយទៅវាអត់ខុសអីពីអ្នកដែលនិយាយធ្លាប់ win big នៅចំនួនណាមួយណាពេលគាត់គាត់ម្នាក់នេះបុគ្គលឈ្មោះនេះគាត់ធ្លាប់ grow account គាត់ចេញពីទឹកលុយត្រឹម100ឬក៏ត្រឹម1000ឡើងទៅដល់20-30ម៉ឺននេះទៅអញ្ចឹងអាហ្នឹងវាជា story មួយដែលគ្រប់គ្នា streaming ដែលគ្រប់គ្នាសម្លឹងទៅមើលក៏ប៉ុន្តែសួរថាតើក្នុងចំណោមមនុស្ស100នាក់តើមានប្រមាណអ្នកដែលធ្វើបានដូចគាត់មានន័យថាគាត់ special ហើយមានន័យថាគាត់ជាចំណុចឬក៏មនុស្ស 0.1% ដែលអាចធ្វើវាបាន make it happen បានប៉ុន្តែវាមិនមែនជាការធ្វើដែលបានគ្រប់គ្នាទេមិនមែនមានថាគាត់ trade model ហ្នឹងមិនមានថាយើងទៅគ្រាន់តែទៅរៀន model ហ្នឹងហើយ apply ដាក់យកហើយយើងគិតថាអូ generate money ដូចជាគាត់ flip ដល់10ដងឬក៏100ដងចេញជាមួយនឹង capital no អត់អាចធ្វើអញ្ចឹងបានទេហើយខ្ញុំនៅតែបញ្ជាក់ត្រែបើសិនជាយើងនៅរៀនទេនៅរៀនកុំបោះបង់ការសិក្សានេះខ្ញុំនិយាយជ្រុងដែលថាខ្ញុំអាចបើសិនជាខ្ញុំហើយខ្ញុំណែនាំទៅកាន់ប្អូនរបស់ខ្ញុំអញ្ចឹងខ្ញុំថាបើសិនជាយើងនៅរៀនបន្តរៀនធម្មតាទៅបើសិនជាយើងស្រឡាញ់វាចាប់អារម្មណ៍វាទុកវាជាសាយហាសលមានន័យថាគ្រាន់តែជាផ្នែកមួយដែលយើងចង់ស្វែងយល់យើងចង់ទៅសិក្សាហើយតើយើងអាចយល់ពីវាឬក៏ធ្វើវាបានតើស្រឡាញ់វាអត់មិនប្រកាសថាយើងនឹងធ្វើវាទៅថ្ងៃអនាគតទេវាគ្រាន់ជាសាយហាសលអូខេរៀនសិនទៅសាកសិនទៅហើយកុំលេងជាមួយទឹកលុយធំលេងជាមួយទឹកលុយតូចឬក៏លេងជាមួយនឹង demo ទៅមានន័យថាគ្រាន់តែជាលេខប៉ុន្តែវាមិនមែនជាការដាក់លុយដាក់អីពិតប្រាកដទេអញ្ចឹង
ទៅ focus ទៅធ្វើបានអត់ធ្វើបានចាំគិតថាចូលលេងជាមួយទឹកលុយទុយដើម្បីបន្ស៊ាំខ្លួនឯងជាមួយទីផ្សារអញ្ចឹងអានេះជ្រុងថាគាត់អ្នកនៅក្មេងបើម្នាក់ទៀតគាត់របៀបថាមិនក្មេងទេគាត់អ្នកធ្វើការហើយគាត់ចង់ quit ការងារភ្លាមមកចូលជាមួយនឹងអានេះសួរថាធ្វើបានអត់ធ្វើបានមានអ្នកច្រើនហើយដែលគាត់ quit ការងារមកធ្វើអានេះ full time ឥឡូវសម្រាប់ខ្ញុំធ្វើអានេះ full time ក៏ប៉ុន្តែសួរថាយើងមានអីនៅយើងធ្វើវាជិះលទ្ធផលនៅយើងអាច survive ជាមួយនឹងអារបស់មួយនឹងដោយសារអីវានៅពេលដែលយើងចាប់ផ្ដើម trade គ្រាន់តែជាផ្នែកមួយនៃ income របស់យើងឬក៏ចំណូលរបស់យើងអាហ្នឹងផ្សេងតែនៅពេលដែលយើងចាប់ផ្ដើម trade ហើយយើងរំពឹងទៅលើអាហ្នឹងដើម្បីរស់ឬក៏ដើម្បីចំណាយដើម្បីបង់ទឹកបង់ភ្លើងបង់ផ្ទះអីចឹងទៅអញ្ចឹងអាហ្នឹងគឺសម្ពាធបន្ថែមលើសម្ពាធគឺខុសគ្នាមកមានន័យថាជ្រុងនៃការ trade ពីរហ្នឹងគឺខុសគ្នាហើយមួយទៀតបើសិនជាអ្នកដែលគាត់មានលទ្ធភាពគាត់រៀងចំណាយហើយអញ្ចឹងគាត់យកវាគ្រាន់តែជាការវិនិយោគឬក៏គ្រាន់តែដើម្បី scale up ដើម្បីបង្កើនcapital របស់គាត់ឲ្យវា grow ក្នុងរយៈពេលយូរគាត់អត់ចង់បាន fast money ពេកគាត់ត្រូវការ flip ជាមួយនឹងទឹកលុយរហូតដល់គុណ10ដងឬក៏100ដងភ្លាមក្នុងមួយខែក្នុងមួយអាទិត្យក្នុងមួយឆ្នាំគាត់អត់ត្រូវការអញ្ចឹងគាត់ត្រូវការ preserve រក្សាលុយរបស់គាត់ឲ្យនៅស្ថិតស្ថេរតម្លៃរបស់វាហើយតនការហ្នឹងក៏វាអាចកកូនកចៅឬក៏វាឡើងជា grow percentage ក្នុងកម្រិតមួយដែលមិនហានិភ័យខ្ពស់ពេកអូខេអានេះវាជាជ្រុងមួយដែលខ្ញុំចង់ចែកម្លែកហើយខ្ញុំអត់ដឹងថាតើវាប៉ះពាល់អារម្មណ៍គ្នាយើងឬក៏អាចនឹងថា affect ជាមួយនឹងការគិតឬក៏ការរំពឹងរបស់យើងនៅក្នុងវិស័យនេះអត់ទេក៏ប៉ុន្តែបើសិនជាប៉ះពាល់អូខេខ្ញុំសុំទោសប៉ុន្តែដូចខ្ញុំនិយាយជាក់តែអានេះវាជាជ្រុងដែលខ្ញុំអ្នកនៅក្នុងវិស័យនឹងស្រាប់ហើយខ្ញុំប្រាប់ជាមួយនឹងការពិតដោយសារពេលខ្លះការពិតវាមិនដូចការគិតហើយការពិតក៏មិនប្រកាសថាមានអ្នកយកមកនិយាយច្រើនឲ្យគ្នាយើងយល់ដែរដោយសារទៅជាខ្ញុំអត់ចង់ឲ្យគ្នាយើងលងខ្លួនហើយរំពឹងខុសខ្ញុំអត់ចង់ sell dream ឲ្យគ្នាយើងអូខេអរគុណ